មុខមហូបមកជូរព្រៃសាច់ទានៅពេលដែលបងប្អូនញ៉ាំអាចជាក់ហើយរៀងសបឹងសឿងអីយើងហត់ទឹកសម្លនេះក្តៅអូយស្រួលខ្លួនខ្លាំងណាស់បងប្អូនណារបៀបធ្វើក៏មិនពិបាកគ្រឿងក្រៅក៏មិនស្មុគស្មាញបើនិយាយពីរឿងទិញវិញចំណាយលុយក៏មិនច្រើនដែរបងប្អូនអាចធ្វើបានដាក់ខ្លាញ់ឲ្យក្តៅរំលីងគ្រឿងទាំងអស់ចូលគ្នាតែមួយតែម្ដងមានប្រហុកចិញ្ច្រាំខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងរួមជាមួយរមៀតផងដែរដាក់រមៀតផងបងប្អូនយើងដំបន្តិចទៅដាក់ដើម្បីយកពណ៌កុំឲ្យសម្លរបស់យើងស្លេកពណ៌ណាបងប្អូនរំលីងគ្រឿងចេញរសជាតិហើយមានក្លិនឈ្ងុយល្អហើយបងប្អូនបាទយើងអាចដាក់សាច់ទាចូលបានទានេះខ្ញុំប្រើមួយក្បាលលីងចុះលីងឡើងនៅនឹងហើយបងប្អូននៅពេលដែលបងប្អូនលីងកាន់តែយូរទៅសាច់ទាវាឡើងឆ្អិនល្អណាបងប្អូនហើយក្លិនក៏កាន់តែឈ្ងុយចេញពីស្លឹកគ្រៃរំដេងហើយពណ៌ក៏ឡើងល្អដែរចេញពីរមៀតពេលដែលបងប្អូនរំលីងបានមួយសន្ទុះហើយបងប្អូនត្រូវបិទគម្របរងាស់សាច់ទានឹងសិនហើយកុំឲ្យដាក់ទឹកបងប្អូនព្រោះទឹកវានឹងចេញពីសាច់ទានឹងមកបន្ថែមទៀតហើយបន្ទាប់ពីរងាស់សាច់ទានឹងមួយសន្ទុះហើយបងប្អូនបាទយើងអាចដាក់គ្រឿងទៅតាមចំណង់ចំណូលចិត្តបានខ្ញុំដាក់អំបិលខ្នុរខ្ញុំដាក់ស្ករប៊ីចេងទឹកត្រីហើយស្ករខ្ញុំប្រើស្ករក្រហមឬមួយក៏គេហៅថាស្ករត្នោតអ្នកខ្លះហៅថាស្ករពីងនឹងឯងអញ្ចឹងបងប្អូនបាទយើងអាចរំលីងវាឲ្យសព្វគ្រឿងតិចទៅពេលដែលបងប្អូនរំលីងរួចហើយបងប្អូនអាចដាក់ទឹកបានសម្រាប់ទឹកបងប្អូនឃើញហើយហុយខ្ញុំប្រើតែទឹកក្តៅដែលចេញពីធុងចម្រោះដែលយើងញ៉ាំទេហើយចំពោះម្ទេសវិញបងប្អូនចង់ដាក់ក៏ដាក់មិនចង់ដាក់ទេក៏អត់ទៅអាហ្នឹងវាទៅតាមអារម្មណ៍និងចំណង់ចំណូលចិត្តរបស់បងប្អូនទេហើយសម្រាប់ម្ជូរគឺខ្ញុំប្រើអំពិលទុំខ្ញុំមានសាដានប៉ុន្តែខ្ញុំចូលចិត្តប្រើអំពិលទុំមុខម្ហូបម្ជូរព្រៃនេះបងប្អូនប្រើម្ជូរឲ្យរាងជូរលះបន្តិចណាបងប្អូនអ្នកខ្លះគេនិយាយថាដាក់ម្ជូរឲ្យវាជូរច្រះបន្តិចណាជូររាងឆ្ងាញ់បន្តិចមកបងប្អូនហើយសម្រាប់បន្លែវិញខ្ញុំមានត្រប់ខ្ញុំមានបៃប៉ោះខ្ញុំមានផ្សិតហើយនិងម្ទេសហ្នឹងគឺយើងប្រើម្ទេសផ្លោកនឹងឯងដាក់បន្លែទាំងអស់នេះចូលក្នុងឆ្នាំងសម្លរបស់យើងទៅហើយរំងាស់វាតែមួយរំពុះទៅគឺអាចញ៉ាំបានហើយចុងក្រោយបងប្អូនរបស់យើងអាចដាក់ម្រះព្រៅប្រើធម្មជាតិល្អតែខ្ញុំអត់មានទេអាធម្មជាតិបងប្អូនអើយទៅទិញពីផ្សារមកទេហើយនៅក្នុងនេះគឺខ្ញុំដាក់ជីនាងវងមកដែរនៅចុងក្រោយនេះណាហើយច្បល់វាឲ្យសប់ទៅអូយបងប្អូនឆ្ងាញ់ណាស់ឆ្ងាញ់ជូរច្រះហើយក្លិនឡើងឈ្ងុយតែម្ដងឈ្ងុយចេញពីគ្រឿងរំលីងរបស់យើងហើយចេញពីម្រះព្រៅនឹងជីទៀតបងប្អូនអូឆ្ងាញ់ញាក់សាច់ហើយតែបងប្អូនរបស់យើងគាត់ញ៉ាំអាប្រភេទប៊ីយ៉ាណាចាក់ទៅវឹងស្រឿងហ្នឹងដាក់អានេះក្តៅហត់រៀងហិលតិចជូរឈ្ងុយចេះអូស្វាងចេះបងប្អូនអាចដាក់បន្តទៀតបានផឹកមាញ់នេះប្រញាប់ពេកអត់បានថតពេលញ៉ាំទេបងប្អូនអើយមុខម្ហូបនេះស្ដាយដែរអត់បានថតដល់ពេលញ៉ាំសោះតែបានថតពេលដែលលើកដាក់ចានមានតែប៉ុណ្្នឹងទេបងប្អូនរបៀបធ្វើងាយហើយសម្រាប់បងប្អូនដែលត្រូវការកាវបកពុកមាត់ដែលមានគុណភាពល្អខ្លាំងមែនទែនបកទៅដោយទាំងរឹសទោះបីជាពុកមាត់ក្រាស់ខ្មៅតសៃធំប៉ុណ្ណាគឺបងប្អូនយើងអាចប្រើបានកាវបកពុកមាត់បងមករាមកឈុតតែ25រៀលទេខ្ញុំផ្ញើ25ខេត្តក្រុងចង់មកបកដល់ទីតាំងក៏បានដែរតែម្នាក់$3តែប៉ុណ្ណោះសម្រាប់ពុកមាត់ក្រាស់ខ្មៅខ្លាំងសុំតាក់ទងពួកយើងបាទអរគុណ